năm polដែលវាហួសដលេតើវានៅពលឬក៏អត់ស្ដាប់ទៅអ្នកប្រកាសជាគិតថាខ្ញុំមកដើម្បីលេងសើចប៉ុន្តែខ្ញុំមានចម្លើយបែបវិទ្យាសាស្ត្រគីមីមកបកស្រាយឲ្យអ្នកនរគ្នាស្ដាប់ដែលចម្លើយនោះគឺវាអាស្រ័យទៅលើប្រភេទនៃថ្នាំពុលបើគិតទៅថ្នាំពុលដែលហួសដលេវាអាចកែប្រែទៅជាលក្ខណៈ3យ៉ាងទី1គឺប្រសិទ្ធភាពរបស់វាចុះខ្សោយជាងមុនទី2ប្រសិទ្ធភាពវានៅដដែលទី3ប្រសិទ្ធភាពវាកាន់តែខ្លាំងជាងមុនលក្ខខណ្ឌទី1គឺវាចុះខ្សោយជាងមុនមានន័យថាប្រសិទ្ធភាពវាតិចជាងមុនទាល់តែត្រូវការដូសច្រើនជាងមុនទើបធ្វើឲ្យយើងពុលបានពេញលេញដោយសារតែវាជះឥទ្ធិពលពីកត្តាមួយចំនួនដូចជាសំណើមពន្លឺឬក៏ខ្យល់ឧទាហរណ៍ដូចជាថ្នាំសម្លាប់សត្វល្អិតដែលភាសាអង់គ្លេសហៅថា organic poison ថ្នាំពុលបែបនេះវាដូចជាថ្នាំពុលដែលមានអាយុកាលចូលនិវត្តន៍របស់វានៅពេលដែលដល់ delay វាគឺវាលែងសូវធ្វើការហើយប៉ុន្តែមិនមែនបានន័យថាវាមិនពុលទាំងស្រុងនោះទេបើសិនជាដល់ដូសវាគឺពុលដូចតែគ្នាទេអញ្ចឹងកុំប៉ះពាល់ឲ្យល្អជាងហើយសម្រាប់លក្ខខណ្ឌទី2គឺប្រសិទ្ធភាពវានៅដដែលសម្រាប់ថ្នាំពុលដែលមានសារជាតិលោហៈធ្ងន់ដូចជាបារ៉តឬក៏អាសេនិករូបមន្តគីមីរបស់វាគឺមានលក្ខណៈរឹងមាំខ្លាំងហើយជាលទ្ធផលពួកវានៅតែពុលដដែលមានន័យថាប្រសិទ្ធភាពវានៅដដែលថ្នាំពុលបែបនេះវាប្រៀបដូចជាបិសាចជញ្ជក់ឈាមអញ្ចឹងគឺវាមានជីវិតអមតៈហើយចំពោះលក្ខខណ្ឌទី3គឺវានឹងប្រែទៅជាកាន់តែពុលខ្លាំងឡើងហេតុផលគឺនៅពេលដែលសមាសធាតុរបស់វាចាប់ផ្ដើមបែកចេញវាអាចបំលែងទៅជាសមាសធាតុមួយថ្មីដែលមានជាតិពុលខ្លាំងជាងមុនទៅទៀតហើយជាលទ្ធផលថ្នាំពុលបែបនេះវានឹងកាន់តែគ្រោះថ្នាក់ទ្វេដងប្រៀបដូចជាវា upgrade software ទៅមួយចំនួនទៀតចឹងទៅជាពុលកម្រិតស្តង់ដារទៅជាពុលលើសស្តង់ដារដែលថ្នាំពុលបែបនេះគួរគប្បីរក្សាទុកឲ្យបានល្អខ្លាំងបំផុតអញ្ចឹងថ្នាំពុលគឺប្រើសម្រាប់ប្រយោជន៍អ្វីមួយឬក៏គោលបំណងណាមួយបើសិនជាវាហួសដលេគប្បីរក្សាទុកឬក៏បោះចោលឲ្យបានត្រឹមត្រូវទៅតាមច្បាប់នៃការបោះចោលកាកសំណល់ហើយសម្រាប់មនុស្សទូទៅបើសិនជាមិនចាំបាច់កុំប៉ះពាល់វាទោះបីជាវានៅក្នុងដលេឬក៏ហួសដលេក៏ដោយចាំខ្ញុំនាំអ្នកឲ្យឆ្ងល់តាមខ្ញុំនៅវីដេអូក្រោយទៀត